សូមជម្រាបសួរលោកលោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីហាងមេព័ត៌មានពេលរសៀលបាទសូមគោរពនឹងជម្រាបសួរដល់ទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ព័ត៌មានហាងមេពេលរសៀលបាទយើងខ្ញុំទាំងពីរអ្នកនឹងបន្តព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ដូចជាព័ត៌មានសន្តិសុខហើយព័ត៌មានជាដំបូងនៅក្នុងថ្ងៃនេះគឺពាក់ព័ន្ធនឹងវិស័យសុខាភិបាលបន្តិចយើងឃើញថានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានជំរុញឲ្យក្រសួងសុខាភិបាលមេត្តាពិនិត្យនិងធ្វើការឲ្យបានល្អិតល្អន់និងមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើអ្នកដែលមានជំងឺអេដដែលមានការផ្ទុះឡើងនៅឯភូមិរកានោះដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់នឹងទទួលការថែទាំបានល្អប្រសើរហើយជាពិសេសនោះគឺកុំឲ្យមានការរើសអើងផ្សេងទៅលើពួកគាត់ហើយកុំឲ្យអ្នកដែលភូមិរកានឹងឆ្លងរាលដាលជំងឺអេដទៅអ្នកផ្សេងទៀតបាទនេះគឺជាការលើកឡើងដើម្បីធ្វើយ៉ាងណាយកចិត្តទុកដាក់ដោយសារតែបញ្ហានេះធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋនៅភូមិរកាជាង200នាក់ឯណោះបាទនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជំរុញឲ្យក្រសួងសុខាភិបាលនឹងត្រូវតែចាត់វិធានការដោះស្រាយទៅលើករណីឆ្លងមេរោគអេដទៅលើអ្នកភូមិរកាជាង200នាក់នៅក្នុងខេត្តបាត់ដំបងនឹងគឺធ្វើយ៉ាងណាកុំឲ្យពួកគាត់មានការរើសអើងពីប្រជាពលរដ្ឋដទៃហើយជាពិសេសនឹងកុំឲ្យមានការរីករាលជំងឺនេះតទៅទៀតហើយត្រូវតែធ្វើយ៉ាងណាគឺថែទាំក៏ដូចជាការផ្ដល់នៅការពិនិត្យនិងការព្យាបាលដ៏ល្អសម្រាប់ពួកគាត់ផងដែរហើយបញ្ហាជំងឺអេដនេះគឺជាបញ្ហាមួយដែលរដ្ឋាភិបាលកម្ពុជាកំពុងមានការព្រួយបារម្ភថាវាអាចនឹងមានការរើសអើងដូច្នេះហើយសម្ដេចតេជោហ៊ុនសែនក៏អំពាវនាវទៅដល់ប្រជាពលរដ្ឋដទៃផងដែរសូមកុំឲ្យរើសអើងទៅដល់ប្រជាពលរដ្ឋអ្នកភូមិរកាហើយសម្ដេចបានជំរុញឲ្យក្រសួងសុខាភិបាលត្រូវតែធ្វើការដោះស្រាយឲ្យបានម៉ត់ចត់ទៅលើបញ្ហានេះផងដែរបាទជាបន្តសូមស្ដាប់ប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនបញ្ជាក់អំពីបញ្ហាអ្នកភូមិរកាតើក្រសួងសុខាភិបាលត្រូវតែមានវិធានការយ៉ាងណាខ្លះបាទចឹងបានរៀបពីរឿងនេះទាមទារឲ្យយើងមានការត្រួតពិនិត្យឲ្យម៉ត់ចត់ខ្លះមិនមែនជាពេទ្យផងទេគ្រាន់តែថាយកដើមចេកមកចាក់វាចាក់ហាត់ណាចាក់ចុះចាក់ឡើងចាក់មនុស្សបដ ாய் ណាហើយអ្នករៀនពេទ្យមិនដំបងគេមករៀនចាក់ដើមចេកចាក់អញ្ចឹងហើយដល់យូរទៅជាពេទ្យអីគេឯងយើងទៅស្រាប់តែនាំគ្នាជឿហើយរឿងដូចជានៅបញ្ហាភូមិរកានេះខ្ញុំបានណែនាំកាលពីប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីហើយក៏បានដោះស្រាយជាបន្តនៅភូមិរកានេះយើងត្រូវដោះស្រាយមួយចំនួនមនុស្សមិនបានខ្ញុំនិយាយអញ្ចឹងដោយសារឥឡូវក្រុមគ្រួសារខ្លះកើតមកគ្រួសារ6នាក់ហ្នឹងកើត4នាក់ដែរក្នុង4នាក់ហ្នឹងខ្លះទៅ2ឆ្នាំអញ្ចឹងតើយើងត្រូវដោះស្រាយយ៉ាងម៉េចកុំឲ្យវារីករាលដាលចេញពីភូមិរកាទៅកន្លែងផ្សេងអញ្ចឹងត្រូវរៀបចំផែនការល្អិតល្អន់សម្រាប់ភូមិរកានេះមួយតំបន់ភូមិរកានេះកុំឲ្យអេដដែលបានចម្លងនៅក្នុងភូមិរកាវាចម្លងទៅតំបន់ដទៃទៀតឬក្នុងភូមិខ្លួនឯងអញ្ចឹងទេយើងបានដាក់បន្ថែមនៅមធ្យោបាយហើយយើងត្រូវរៀបចំទៀតហើយរៀបចំនេះរៀបចំលម្អិតតែម្ដងមិនមែនគ្រាន់តែជារៀបចំជាក្របខ័ណ្ឌម៉ាក្រូទេរៀបចំជាក្របខ័ណ្ឌមីក្រូទៀតឧទាហរណ៍គ្រួសារហ្នឹងឥឡូវនេះគ្នាទៅនឹងអាយុ2ឆ្នាំកើតអេដមានទុកជំងឺអេដអញ្ចឹងអ្នកទាំងនេះมันអាចឲ្យមានប្តីឬมันអាចឲ្យមានប្រពន្ធបានទេបើវាអញ្ចឹងវាមិនទៅឆ្លងទៀតអញ្ចឹងដំណោះស្រាយចំពោះពួកគាត់យ៉ាងម៉េចរឿងនេះត្រូវរៀបចំដាច់ដោយឡែកមួយដើម្បីធានាឲ្យពួកគាត់អាចទទួលបាននៅជំនឿជឿជាក់ហើយផ្ដល់សេវានៅកន្លែងនោះយ៉ាងម៉េចអីយ៉ាងម៉េចបង្កើនទៅបង្កើនថែមគឺបង្កើនថែមនៅអាគារឬក៏កន្លែងដែលត្រូវដោះស្រាយបញ្ហារឿងនេះគួរឲ្យសោកសៅណាស់ហើយស្ដាយណាស់អញ្ចឹងបានសូមអំពាវនាវចំពោះប្រជាពលរដ្ឋសូមឲ្យជឿជាក់ទៅលើផ្នែកវិទ្យាសាស្ត្ររបស់អ្នកដែលមានគេហៅថាជំនាញត្រឹមត្រូវ
បាននេះគឺជាការបញ្ជាក់របស់សម្ដេចជ័យសែនឲ្យមានការបង្កើនការយកចិត្តទុកដាក់ទៅលើអ្នកភូមិរកាដោយសារតែមានការឆ្លងមេរោគអេដជាង200នាក់នោះហើយឲ្យក្រសួងសុខាភិបាលនឹងត្រូវតែមានការពិនិត្យទៅដល់គ្រូពេទ្យទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ហើយត្រូវតែឲ្យពួកគាត់ទទួលការបណ្ដុះបណ្ដាលឬក៏ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋនឹងគាត់ទៅប្រើប្រាស់សេវាដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវដែលប៉ះពាល់ទៅដល់សុខភាពរបស់ពួកគាត់នោះហើយនៅក្នុងឱកាសនោះយើងឃើញថារដ្ឋមន្ត្រីក្រសួងសុខាភិបាលអាដាមមុំហេងក៏បានថ្លែងនៅការបដិញ្ញាចិត្តថានឹងពង្រឹងវិស័យសុខាភិបាលនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀតហើយនឹងជួយលើកកម្ពស់សុខភាពសាធារណៈឲ្យបានល្អប្រសើរហើយយើងថាភូមិរកានឹងគឺបានផ្ទុះនៃការរីករាលដាលមេរោគអេដនឹងកាលពីពាក់កណ្ដាលខែធ្នូឆ្នាំ2014ហើយអ្នកភូមិកូរកាក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាកាកបាទក្រហមកម្ពុជាដោយមានការចុះទៅផ្ទាល់អំពីការសួរសុខទុក្ខឲ្យពួកគាត់នឹងមានការសប្បាយរីករាយកុំឲ្យពួកគាត់នឹងបាក់ទឹកចិត្តព្រោះថាអ្នកដែលផ្ទុកមេរោគអេដភាគច្រើនគាត់មានការបាក់ទឹកចិត្តមានអីចឹងដូច្នេះហើយប្រជាពលរដ្ឋទាំងអស់ឬក៏អ្នកដែលនៅភូមិរបងជាមួយអ្នកដែលនៅជិតខាងហ្នឹងគុំរើសអើងប្រជាពលរដ្ឋទាំងអស់នោះអីព្រោះថានេះគឺជាបញ្ហាយើងត្រូវគិតគូរទាំងអស់គ្នាបាទមិនមែនថាគាត់កើតហើយយើងនាំគ្នារើសអើងបន្ថែមទៀតគាត់កាន់តែមិនមានអ្នករាប់រងបាទអញ្ចឹងកាន់តែធ្ងន់ធ្ងរទៅទៀតជំងឺក៏មានហើយមិនមានអ្នករាប់រងទៀតវាជាបញ្ហាដូច្នេះសម្ដេចជំរុញឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹងត្រូវតែមានការជួយលើកទឹកចិត្តពួកគាត់បន្ថែមទៀតបាទឥឡូវយើងបញ្ចប់តែប៉ុណ្្នឹងចុះហើយកញ្ញាសេនីបន្តព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ដូចជាព័ត៌មានសន្តិសុខវិញម្ដងបាទចាលោកអ្នកឥឡូវនេះយើងងាកទៅមើលរឿងសង្គមរឿងចរាចរណ៍វិញម្ដងហើយរឿងជាដំបូងនេះគឺក្មេងប្រុសចាដែលបង្វិញផ្ទះឲ្យត្រូវនគរបាលប៉ុស្តិ៍ភ្លើងឆេរតែហ្នឹងបាននាំដើរស្វែងរកឪពុកម្ដាយគឺក្មេងប្រុសរូបហ្នឹងវ័យជំទង់ចាគឺបានប្រាប់ទាំងហូរទឹកភ្នែកសស្រាក់ថារូបគេហ្នឹងបង្វិញផ្ទះមិនដឹងថាទៅណានោះទេហើយក៏បានជិះកង់ចូលទៅផ្ទះជួសជុលម៉ូតូមួយកន្លែងនៅក្នុងភូមិទួលកៃសង្កាត់ភ្លឹងឆេរតេសខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង 2 រសៀលថ្ងៃទី 10 ខែមីនាស្រែកឲ្យគេជួយចាហើយតាមប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានដឹងថាក្មេងប្រុសជំទង់អាយុ13ឆ្នាំពាក់អាវបង្កង់សខៀវក្រហមស្លៀកខោខ្លីពណ៌ខៀវជិះកូនកង់ពណ៌ទឹកប្រាក់ដើរបណ្ដាយមបណ្ដាតាមបណ្ដោយផ្លូវជាតិលេខ 3 ពីជើងទៅត្បូងមកដល់ចំណុចខាងលើគឺបានជិះចូលទៅក្នុងផ្ទះជួសជុលម៉ូតូហើយស្រែកយំឲ្យគេជួយជូនទៅផ្ទះហើយគេមានម្ដាយឈ្មោះម៉ែចាស់ដែលសាកសួរឈ្មោះឪពុកម្ដាយឬផ្ទះសម្បែងគឺមិនឆ្លើយប្រាប់ទេចាធ្វើឲ្យជួបការលំបាកនឹងជួយហើយក្មេងប្រុសគឺគិតតែពីយំរហូតទើបមានការរាយការណ៍ទៅនគរបាលភ្លើងឆេរតេសឲ្យជួយអន្តរាគមន៍តែម្ដងហើយក្មេងប្រុសខាងលើនេះគឺត្រូវបាននគរបាលភ្លើងឆេរតេសជួយដើរស្វែងរកតាមផ្ទះហើយដើរឲ្យកូននឹងចង្អុលទៅណាថាផ្ទះមួយណារបស់ខ្លួនឯងក៏ប៉ុន្តែបើសិនជាមើលសភាពនៅក្នុងរូបនេះដូចជាស្មារតីអត់គ្រប់គ្រាន់ចាអញ្ចឹងបើសិនឪពុកម្ដាយបានឃើញហើយមិញនៅភូមិនេះណាភូមិនៅសង្កាត់ភ្លើងឆេរតេសនៅខាងហ្នឹងហើយសមត្ថកិច្ចអំពាវនាវទៅដល់អាណាព្យាបាលរបស់ក្មេងប្រុសខាងលើនេះចាបើសិនជាមានបាត់បង់ប្អូនសាច់ញាតិហើយភិនភាគនេះចាកុំភ្លេចតាក់តងទៅនគរបាលប៉ុស្តិ៍ភ្លើងឆេរតេសផងចាហើយយើងមើលទៅក្នុងរូបភាពគាត់ដូចជាធម្មតាវ័យប៉ុណ្ណេះគឺអាចគ្រប់គ្រងខ្លួនឯងបានណាចាគាត់ទៅមើលទៅប្រហែលជាគាត់ស្មារតីគាត់មិនគ្រប់គ្រាន់អីអញ្ចឹងណាចាអាណាព្យាបាលកុំភ្លេចទៅតាក់តងនៅសង្កាត់នគរបាលប៉ុស្តិ៍ភ្លើងឆេរតេសចាមើលទៅរូបភាពទៅគាត់អាណិតណាគាត់យំផងអីផងគាត់នឹកម្ដាយគាត់ហ្នឹងមើលទៅណាចាជួនកាលអាចខ្លាចទៀតមានអារម្មណ៍ភ័យខ្លាចទៀតព្រោះថាអ្នកដែលស្មារតីមិនគ្រប់អីចឹងគឺខ្លាចច្រើនចាលោកអ្នកឥឡូវនេះបន្តចូលទៅរឿងជាបន្តទៀតគឺសាលាខណ្ឌដូនពេញចុះបង្ក្រាបទីតាំងបាញ់ហ្គេមបាញ់ត្រីចាឃើញថាមានការចុះបង្ក្រាបជាបន្តបន្ទាប់ចាគឺសាលាខណ្ឌដូនពេញដែលដឹកនាំដោយលោកច័ន្ទបណ្ឌិតនាយករងរដ្ឋបាលខណ្ឌដូនពេញនិងសមត្ថកិច្ចមូលដ្ឋានបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែងដែលស្ថិតនៅផ្ទះលេខ 13E0 ផ្លូវលេខ 128 ក្រុមទី20ភូមិទី3សង្កាត់ផ្សារថ្មី2ខណ្ឌដូនពេញរឹបអូសបានទូហ្គេមបាញ់ត្រីចំនួន3ទូកាលពីវេលាម៉ោង 2 រសៀលថ្ងៃទី 10 ខែមីនា មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាក្រៅពីទទួលព័ត៌មានថាទីតាំងខាងលើនឹងបើកហ្គេមលេងមួយថ្ងៃមានអ្នកចូលលេងជាច្រើនអ្នកក្នុងនោះមានទាំងសិស្សសាលាដែលកិច្ចមិនចូលរៀននិងក្រុមពួកចៅឆក់នឹងប្លន់ទៅពួនលាក់ខ្លួននៅទីនោះទើបលោកអភិបាលខណ្ឌដូនពេញនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌលោកគួចចម្រើនបានបញ្ជាឲ្យសមត្ថកិច្ចនិងអាជ្ញាធរព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ចុះទៅកាន់ទីតាំងខាងលើដើម្បីទប់ស្កាត់កុំឲ្យបន្តសកម្មភាពទៀត
ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានទូហ្គេមបាញ់ត្រីចំនួន3ទូហើយត្រូវបានរឹបអូសដឹកតាមរថយន្តយកទៅរក្សាទុកនៅសាលាខណ្ឌជាបណ្ដោះអាសន្នរងចាំការវាយកំទេចចោលនៅពេលក្រោយហើយគូបញ្ជាក់ថាលោកគូចម្រើនអភិបាលខណ្ឌដូនពេញនិងសន្យាជាប់បន្តបង្ក្រាបហ្គេមដែលលួចបើកនៅក្នុងខណ្ឌរបស់លោកឲ្យអស់កុំឲ្យមានបើកតទៅទៀតព្រោះថាបើមានហ្គេមគឺក្រុមចោលឆក់កាន់តែមានការកើនឡើងហើយសិស្សសាលាមួយចំនួនគឺកិច្ចសាលាអត់ចូលរៀនទេព្រោះអីញៀននឹងហ្គេមហ្នឹងទៅហើយចាឥឡូវនេះយើងបញ្ចប់រឿងនឹងតែប៉ុណ្្នឹងទៅចូលទៅរឿងជាបន្តទៀតគឺករណីគ្រោះថ្នាក់ចរាចរណ៍វិញម្ដងសវឹងដូចគ្នាចាស់ឲ្យបើរថយន្តទៅបុកគ្នានៅក្បែរផ្សាររាត្រីគឺរថយន្ត Vigo បុករថយន្តតាកូម៉ានៅចំណុចផ្លូវ106កែង13ខាងត្បូងផ្សាររាត្រីនៅខាងមុខក្រុមហ៊ុនកម្មកោសង្កាត់វត្តភ្នំខណ្ឌដូនពេញកាលពីវេលាម៉ោង 12:10 នាទីរំលងអត្រាឈានចូលថ្ងៃ11មីនាហើយបើតាមសម្ដីរបស់អ្នកបើករថយន្ត Vigo ពណ៌ទឹកប្រាក់បានឲ្យដឹងថាមុនពេលកើតហេតុគឺគាត់បើករថយន្តតាមផ្លូវលេខ106ហើយពីកើតទៅលិចនៅក្នុងស្ថានភាពស្រវឹងចំណែករថយន្តតាកូម៉ាពណ៌ខ្មៅបើកបរតាមផ្លូវលេខ13ពីត្បូងទៅជើងគឺជាគ្នា2នាក់ហើយអ្នកបើកបរស្រវឹងខ្លាំងជាងអ្នកបើករថយន្ត Vigo ចាអ្នកបើករថយន្តតាកូម៉ាហ្នឹងស្រវឹងខ្លាំងជាងអ្នកដែលបើក Vigo ហ្នឹងហើយខណៈមកដល់ចំណុចខាងលើរថយន្តតាកូម៉ាបើកលឿនពេកឆ្លងផ្លូវធ្វើឲ្យរថយន្តរបស់គាត់ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយរងការខូចខាតចំណែករថយន្តបង្កគឺខូចខាតផ្នែកខាងមុខហើយក្រោយពេលកាត់ហេតុអ្នកបើករថយន្ត Vigo ទាមទារសុំស្មើគ្នាហើយបើសិនជាសងគាត់មានលុយសងត្រឹមតែ$50ទេក៏ប៉ុន្តែអ្នកដែលបើករថយន្តតាកូម៉ានឹងមិនព្រមទេដោយសំអាងថារថយន្តរបស់គាត់ខូចខាតផ្នែកខាងក្រោយហើយទំហំនៃការខូចខាតនឹងគឺធ្វើអស់ដល់ទៅ$600ណោះចាហើយតែគាត់យកត្រឹមតែ$300តែប៉ុណ្ណោះហើយការចរចានឹងមិនត្រូវទៅសមត្ថកិច្ចជំនាញធ្វើការបវែងយករថយន្តទាំងពីរគ្រឿងទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាឥឡូវនេះនៅរឿងករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតចាគឺនៅម៉ូតូ2គ្រឿងបុកគ្នានៅលើស្ពានអាកាសស្ទឹងមានជ័យហើយបណ្ដាលឲ្យមនុស្ស4នាក់របួសធ្ងន់និងស្រាលគឺគ្រោះថ្នាក់ចរាចរណ៍ហ្នឹងចាកាត់ឡើងនៅវេលាម៉ោង 1:10 នាទីរំលងអត្រាឈានចូលថ្ងៃ11មីនានៅគល់ស្ពានអាកាសស្ទឹងមានជ័យនៅតាមបណ្ដោយផ្លូវ271សង្កាត់បឹងសាឡាងខណ្ឌទូកកហើយប្រភពព័ត៌មានគឺបានឲ្យដឹងថាម៉ូតូបង្កម៉ាក MSX ពណ៌សបើកបរដោយបុរសម្នាក់ឈ្មោះគឹមអូនអាយុ24ឆ្នាំរស់នៅភូមិព្រែកឫស្សីសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលហើយជិះនៅក្នុងទិសដៅពីជើងទៅត្បូងចំណែកម៉ូតូ Honda Dream ស៊េរី2010ពណ៌ខ្មៅជិះគ្នា3នាក់ប្រុសទាំង3ហើយទិសដៅពីត្បូងទៅជើងហើយនៅពេលដែលជិះមកដល់នៅគល់ស្ពានអាកាសស្ទឹងមានជ័យគឺម៉ូតូ Honda Dream នឹងបត់ឆ្វេងគឺធ្វើឲ្យម៉ូតូ MSX ជិះលឿនទៅបុកបណ្ដាលឲ្យដួលបាក់ដៃខាងឆ្វេងនិងបាក់ធ្មេញអ្នកបើកម៉ូតូ MSX ហើយចំណែកអ្នកជិះម៉ូតូគ្នា3នាក់ផ្សេងទៀតគឺរងរបួសស្រាលក្រោយកាត់ហេតុដោយសារតែម្ចាស់រថយន្ត MSX រងរបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមាចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយកទៅដោះស្រាយនៅអធិការដ្ឋានខណ្ឌទូកកបាទនេះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ណារបួសរហូតដល់4នាក់ឯណោះឥឡូវយើងបន្តព័ត៌មានមួយទៀតគឺជាព័ត៌មាននេះដើម្បីឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចូលទៅសុំទឹកគេញ៉ាំទៅលួចលុយគេនៅក្នុងនោះទៅវិញបាទហើយករណីនេះវាជាករណីមួយដែលប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នមិនមែនថាឲ្យតែអ្នកសុំទឹកសុទ្ធតែអ្នកអាក្រក់ទេបាទប៉ុន្តែពេលខ្លះអញ្ចឹងបើសិនជាសុំឲ្យត្រង់កុំឲ្យគ្នាអ្នកធ្វើប៉ុនហ្នឹងធ្វើប៉ុនឲ្យទៅជាខុសទៀតចាព្រោះមានរឿងនៅបាត់ដំបងមួយមានករណីបរិសុទ្ធ2នាក់គាត់ចូលទៅសុំផ្ទះអ៊ីនោះបត់ជើងតូចហើយអ៊ីនោះក៏អត់ចាប់អារម្មណ៍ទេមនុស្សប្រុសកន្លែងណាក៏បានដែរមិនចាំបាច់ផ្ទះអីត្រឹមត្រូវតែចូលទៅដល់គាត់ទៅជាករណីប្លន់ទៅវិញមកផ្ទះហ្នឹងគាត់ប្លន់យកទ្រព្យសម្បត្តិយកអីអស់លីងនៅបាត់ដំបងហ្នឹងគឺជាករណីមួយដែលលើកឡើងឲ្យប្រជាពលរដ្ឋហ្នឹងមានការប្រុងប្រយ័ត្នថាយើងមើលថាមនុស្សហ្នឹងគួរមិនគួរណាបាទឥឡូវយើងទៅមើលករណីហ្នឹងគ្រាន់តែចូលសុំទឹកញ៉ាំទេប៉ុន្តែទៅជាលួចលុយគេទៅវិញបាទជនសង្ស័យម្នាក់ត្រូវបានម្ចាស់លុយហ្នឹងចាប់បានវាយប៉ោងមុខទៅហើយបន្ទាប់ពីចូលសុំមិនត្រឹមសុំផឹកទឹកទេគឺសុំងុយទឹកទៅទៀតនៅក្នុងបន្ទប់ទឹកអូហើយដែលបានព្យួរកៅអៅនៅក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យបានចូលទៅសុំផឹកទឹកហើយក៏ចេញមកវិញក៏បានបាត់កាបូបលុយនៅក្នុងខោប៉ៅបាទហើយហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 5:50 នាទីល្ងាចថ្ងៃទី10ខែមីនាឆ្នាំ2015នេះស្ថិតនៅផ្ទះក្រុម20ភូមិសាមគ្គីសង្កាត់រិស័យកែវខណ្ឌរិស័យកែវបាទនេះគឺវ័យក្មេងទេបាទជនរងគ្រោះមានឈ្មោះថាវីសំច័ន្ទភេទប្រុសអាយុ22ឆ្នាំស្នាក់នៅផ្ទះកាត់ហែខាងលើហ្នឹងហើយបាននិយាយដឹងថាមុនពេលកាត់ហែនៅក្នុងផ្ទះគាត់នឹងអត់មានអ្នកនៅផ្ទះទេគាត់នៅតែម្នាក់ឯងពេលនោះខ្លួនបានដើរចូលទៅងុយទឹកនៅក្នុងបន្ទប់ទឹកហើយបានស្រាតខោអាវ
នឹងកាបូបលុយនៅចិត្តហ្នឹងគឺព្យួរនៅចិត្តហ្នឹងមានលុយជាង$200នៅក្នុងបន្ទប់ទឹកហើយមិនបានចាក់សោទេហើយខណៈដែលរូបគេកំពុងតែងូតទឹកស្រាប់តែជនសង្ស័យដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នាធ្លាប់ស្គាល់គ្នាណាហើយបានស្រែកសុំថាសុំចូលផឹកទឹកផងណាហើយពេលនោះក៏បានបង្ហើបទ្វារមកក៏ឃើញជនសង្ស័យធ្លាប់ស្គាល់ហ្នឹងក៏ចូលផឹកទឹកទៅហើយក៏ចេញទៅបាត់ទៅចំណែកជនរងគ្រោះដែលបានចាក់ចេញពីបន្ទប់ទឹកភ្លៀងក៏ស្ទុះទៅស្ទាបខោប៉ៅហើយក៏បាត់កាបូបលុយផ្អើលឆោឡោទើបដឹងថាជនសង្ស័យជាអ្នកលួចដោយឡែកជនសង្ស័យមានឈ្មោះថាតេតកាម៉ៅភេទប្រុសអាយុ17ឆ្នាំស្នាក់នៅភូមិកាត់ហៅខាងលើពេលចេញពីផ្ទះជនរងគ្រោះបានដើរតាមមាត់ទន្លេចេញទៅបាត់រួចត្រឡប់មកវិញក៏ត្រូវបានជនរងគ្រោះដើរទៅជួបហើយចាប់បានជនសង្ស័យហើយបានវាយហើមុខហើមាត់ដោយចោទថាជនសង្ស័យជាអ្នកលួចកាបូបលុយរបស់គាត់កំពុងតែចាប់ជនសង្ស័យវាយត្រូវបានសមត្ថកិច្ចលបានៅក្នុងមូលដ្ឋាននឹងប្រទេសឃើញក៏ខត់ខ្លួនជនសង្ស័យយកទៅសាកសួរបន្តទោះបីជាយ៉ាងណាក៏ដោយក៏សមត្ថកិច្ចខត់ខ្លួនយកទៅសាកសួរក៏ជនសង្ស័យនៅតែមិនទាន់សារភាពថារូបគេគឺជាអ្នកប្រព្រឹត្តនៅឡើយទេបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍រិស័យកែវបាទនេះគឺតកតងនឹងអ្នកដែលចូលទៅសុំទឹកតាមក៏ទៅមិនមែនទេគាត់ចូលទៅសុំទឹកផឹកហើយម្ចាស់ផ្ទះហ្នឹងគាត់ចូលទៅងូតទឹកចាហើយដោះសម្លៀកបំពាក់ទុកខាងក្រៅទៅក៏ជនសង្ស័យហ្នឹងផឹកទឹកហើយឃើញអាកាសល្អឃើញកាបូបលុយក្នុងកប៉ៅខោអញ្ចឹងគឺយកតែម្ដងចាបន្ទាប់មកយកឲ្យទៅបាត់អ្នកនៅក្នុងបន្ទប់ទឹកហ្នឹងគាត់ចេញមកគឺបាត់កាបូបលុយបាត់អីតែម្ដងទើបដឹងថាមានគំនិតមិនល្អអញ្ចឹងក៏មានគំនិតល្អណាចូលទៅសុំឲ្យច្បាស់ណាបាទចាប់ប៉ុណ្្នឹងចុះចាលោកអ្នកឥឡូវនេះយើងខ្ញុំតាពីអ្នកសូមអនុញ្ញាតសម្រាប់មួយផ្លែសិនវគ្គក្រោយយើងនឹងបន្តព័ត៌មានជាបន្តទៀតលោកអ្នកឥឡូវនេះយើងបន្តព័ត៌មាននៅក្នុងវគ្គទី3ជាបន្តទៀតករណីគ្រោះថ្នាក់ចរាចរណ៍នៅខាងខេត្តកំពង់ស្ពឺករណីនេះគឺសាហាវមែនទែនចាគឺរថយន្តដឹកថ្មហ្នឹងគេម៉ូតូឲ្យកិនស្ត្រីម្នាក់ដាច់ខ្លួនពាក់កណ្ដាលតែម្ដងបាទចាគឺរថយន្តដឹកថ្មរបស់ក្រុមហ៊ុនលឹមលេងស្រេងបុកគ្នាទៅនឹងម៉ូតូឲ្យកិនស្ត្រីអ្នកជិះម៉ូតូម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង5ល្ងាចថ្ងៃទី10មីនានៅលើកំណាត់ផ្លូវលេខ117ស្ថិតនៅក្នុងភូមិក្រាំងឃុំស្គុះស្រុកសំរោងទងខេត្តកំពង់ស្ពឺហើយប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានដឹងថារថយន្តរបស់ក្រុមហ៊ុនលឹមលេងស្រេងម៉ាកហ្វុយសូពាក់ស្លាកលេខភ្នំពេញ 3A1877 បានដឹកថ្មចេញពីការដ្ឋានកិនថ្មភ្នំចាគឺកិនថ្មភ្នំជាលហ្នឹងហើយចំណែកម៉ូតូម៉ាក់ស្មាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1F7617 ធ្វើដំណើរស្របទិសគ្នាស្រាប់តែមកដល់ចំណុចកើតហេតុខាងលើរថយន្តបានរេចង្កូតទៅគៀម៉ូតូដួលឯស្ត្រីអ្នកជិះបានខ្ទាតចូលកង់រថយន្តខាងក្រោយបណ្ដាលឲ្យរថយន្តកិនពាក់កណ្ដាលខ្លួនចាដាច់ជា2ស្លាប់យ៉ាងអនាថធមតែម្ដងហើយស្ត្រីរងគ្រោះឈ្មោះខៀវច័ន្ទអាយុ58ឆ្នាំរស់នៅភូមិក្រាំងក្រូចឃុំស្គូស្រុកសំរោងទងខេត្តកំពង់ស្ពឺក្រោយការហេតុភ្លាមភាគីខាងរថយន្តបានបើកទៅមុខប្រហែល5គីឡូម៉ែត្រទើបអ្នកបើកបររថយន្តបើកទ្វារលោតចុះរត់គេចខ្លួនបាត់ហើយបន្សល់ទុករថយន្តត្រូវបាននគរបាលសំរោងទងយកទៅរក្សាទុកនៅអធិការដ្ឋានរងចាំការដោះស្រាយទៅតាមនីតិវិធីចា៎បាទនេះក៏លើគ្រោះថ្នាក់ចរាចរណ៍ដាច់ខ្លួនដាច់អីនឹងខ្លាចហើយកញ្ញានាងព្រោះថាចាវាអាណ័យអត់ធម្មមែនតើព្រោះថាបើសិនជាស្មានទៅឲ្យអាយុជីវិតស្លាប់ទៅដោយធម្មតាតាមធម្មជាតិទៅវាជារឿងមួយមិនសូវជាសោកស្ដាយប្រហែលទេក៏ប៉ុន្តែតើតើទៅនឹងការស្នាប់ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍មួយនេះគឺជារឿងដែលសោកស្ដាយបំផុតហើយយើងកើតមកអវយវៈនៅគ្រប់គ្រាន់ស្អាតក៏ប៉ុន្តែទៅត្រូវបាត់បង់ដោយសារតែបញ្ហាចរាចរណ៍អានេះគឺជាដូចថាគេថាចរាចរណ៍គឺជាឃាតករលាក់មុខនៅតាមដងផ្លូវនឹងតែម្ដងបាទដូច្នេះប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាពាក់មួកសុវត្ថិភាពបានត្រឹមត្រូវហើយជាពិសេសអ្នករថយន្តធំដែលដឹកខ្សាច់អីហ្នឹងមេត្តាបើកបរគោរពសិទ្ធិអត្ថិភាពទៅលើអ្នកបើកបរនៅលើផ្លូវសាធារណៈដូចគ្នាផងកុំអាងថាយើងធំហើយយើងឌឺដាក់គេណាព្រោះភាគច្រើនគេថារថយន្តធំហ្នឹងភាគច្រើនអាចឌឺដែរបាទគាត់អាចគាត់ធំអញ្ចឹងណាថាអ្នកបើករថយន្តធំហ្នឹងគឺរថយន្តហ្នឹងវាល្អវាធំហើយតែគាត់ថាគ្រប់ជីវិតអ្នកដែលធ្វើដំណើរស្របទិសដៅជាមួយគ្នានឹងផងព្រោះថាយើងនៅពេលដែលប៉ះគេគឺយើងអត់អីទេព្រោះអីខ្លួនយើងធំហើយក៏ប៉ុន្តែអ្នកជិះម៉ូតូចានៅក្បែរហ្នឹងកាលណាតែប៉ះហើយបើមិនមានបញ្ហាធ្ងន់ធ្ងរទេក៏និយាយទៅគឺវាជាមិនផុតពីបញ្ហាធ្ងន់ធ្ងរនៅពេលដែលអាឡានធំប៉ះជាមួយនឹងម៉ូតូទូចនេះវាដូចដំរីជុលមួយសម្ោចអញ្ចឹងបាទចា
ដូច្នេះបង្កើនការគោរពច្បាប់ចរាចរណ៍បន្តទៀតឥឡូវយើងបន្តព័ត៌មាននៅក្នុងខេត្តបន្ទាយមានជ័យបាទយើងឃើញថាអគ្គស្នងការរងនគរបាលជាតិនៅខេត្តបន្ទាយមានជ័យនឹងបានប្រកាសថាបើសិនមន្ត្រីណាចាប់មេខ្លោងជួញដូរគ្រឿងញៀនមានរង្វាន់មួយយ៉ាងដែរណាបើសិនចាប់បានអញ្ចឹងផ្ដល់រង្វាន់អញ្ចឹងដូចកម្មវិធីផ្សេងៗអញ្ចឹងមន្ត្រីក្រមអាវ៉ាត់ផ្សេងៗគាត់នឹងបង្កើនសមត្ថភាពហើយព្រោះថាបានរង្វាន់ដូចជាការលើកទឹកចិត្តទៅដល់ពួកគាត់ផងដែរបាទអញ្ចឹងដាក់រង្វាន់ឲ្យច្រើនទៅ1លាន2លានអញ្ចឹងបាទដើម្បីឲ្យមន្ត្រីយើងគាត់អាចមានទឹកចិត្តមានទឹកមាត់ក្នុងការបម្រើប្រជាពលរដ្ឋបន្ថែមទៀតបាទអគ្គស្នងការរងនគរបាលជាតិប្រកាសជូនរង្វាន់ដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទាំងឡាយណាប្រសិនបើចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនបានហើយត្រូវរឹតបន្តឹងបង្ក្រាបបទល្មើសគ្រប់ប្រភេទការពារសណ្ដាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបិទសន្និបាតការពាររសៀលថ្ងៃទី10ខែមីនាឆ្នាំ2015នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអាដាមនាយអាដាមសនីខេងសាមេតអគ្គស្នងការរងនគរបាលជាតិប្រចាំទិសភូមិភាគ4និងភូមិភាគ5បានមានប្រសាសន៍ថាពិតមែនតែសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនមានច្រើនករណីប៉ុន្តែសកម្មភាពជួញដូរនិងប្រើប្រាស់នៅតែមានកើនឡើងជាបន្តបន្ទាប់ដូច្នេះមន្ត្រីនគរបាលត្រូវតែមានវិធានការស្វែងរកមុខសញ្ញាមេខ្លោងឲ្យបានកាន់តែច្រើនផងដែរកន្លងមកគឺឃើញថាចាប់បានតែអ្នកប្រើប្រាស់និងអ្នកជួញដូរកំពេចកប៉ុករីឯមេខ្លោងជួញដូរធំកម្រឃើញចាប់បានណាស់ដូច្នេះស្នងការនគរបាលខេត្តបន្ទាយមានជ័យត្រូវតែមានវិធានការតឹងរឹងបើចាប់បានមេខ្លោងជួញដូរគ្រឿងញៀនអគ្គស្នងការនគរបាលជាតិនឹងជូនរង្វាន់យ៉ាងល្អមួយយ៉ាងដែរណាអាយដាមបានសង្កត់ធ្ងន់ទៀតថាបើរកឃើញមន្ត្រីនគរបាលរូបណាធ្វើខ្នងបង្អែកដល់បទល្មើសគ្រឿងញៀននឹងត្រូវពិន័យផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ហើយមិនលើកលែងនរណានោះទេហើយមិនត្រូវយកទូនាទីរបស់ខ្លួនមករំលោភច្បាប់និងប្រើអាកប្បកិរិយាមិនសមរម្យបំពានទៅលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋឡើយហើយត្រូវតែបំពេញការងារឲ្យបានល្អជូនប្រជាពលរដ្ឋបាទនេះយើងឃើញថាឃើញមួយយ៉ាងដែរណាអគ្គស្នងការរងនគរបាលខេត្តបន្ទាយមានជ័យគាត់បានប្រកាសហើយថាបើសិនមន្ត្រីក្រមអាវ៉ាត់របស់គាត់នឹងបើសិនចាប់បានមេខ្លោងធំអញ្ចឹងគាត់ផ្ដល់រង្វាន់ឲ្យហើយអញ្ចឹងរង្វាន់អញ្ចឹងគាត់មួយយ៉ាងដែរគាត់ប្រឹងប្រែងធ្វើការបន្ថែមទៀតហើយពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះយើងឃើញថាបើតាមតួលេខហើយតាមការសិក្សារបស់ទីភ្នាក់ងារខ្លំមើលប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិបានលើកឡើងថាចំនួនអ្នកប្រើប្រាស់គ្រឿងញៀនជាពិសេសយុវជននៅក្នុងប្រជាជាតិកម្ពុជាគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ហើយអ្នកដែលប្រើប្រាស់គ្រឿងញៀននឹងភាគច្រើនចាប់ពីអាយុ15រហូតដល់អាយុ25ដែលជាវ័យក្នុងការរៀនសូត្រក្នុងការទទួលបានចំណេះដឹងហើយជាធនធានមនុស្សដ៏ល្អសម្រាប់បំពេញការងារផ្សេងៗជួយក្រុមគ្រួសារក៏ដូចជាប្រទេសជាតិបាទឥឡូវយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចោះពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនឥឡូវបន្តព័ត៌មានពាក់ព័ន្ធនឹងករណីលួចគោក្របីបាទឥឡូវបញ្ហាលួចគោក្របីនឹងជំនាញកាន់តែវិសេសវិសាលហើយលួចកញ្ញាស្រីនាងលួចហើយពេលខ្លះគាត់បលិះលឿនមែនទែនមិនថាគាត់តាមប្រជាពលរដ្ឋដែលគាត់ធ្លាប់ជួបហើយគាត់ធ្លាប់ដឹងគាត់រៀបរាប់ប្រាប់ខ្ញុំថាជួនកាលគេមានអាម៉ាស៊ីនចុចទៅគោនឹងសន្លប់លឿនណាស់ដូចម៉ាស៊ីនឆក់អញ្ចឹងណាហើយមានអាម៉ាស៊ីនគេកាត់ភ្លើកាត់អីលឿនមែនទែនហើយដល់ពេលប្រជាពលរដ្ឋតាមតន់គឺសល់តែក្បាលគោឬសល់ខ្លួនគោសល់ឆ្អឹងអីចឹងណាបើថាគេបលិះតន់គេយកទាំងអស់បើថាបលិះមិនតន់គេយកតែភ្លើគេភ្លើទាំង4អត់សល់ខ្លួនទេបាទឃើញសល់ឆ្អឹងបាទសល់ឆ្អឹងបាទដូច្នេះប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នព្រោះថាគោអត់មានផ្លាកលេខទេគេយកទៅនាងមិនដឹងថាគោនឹងលេខប្រមាណលេខបានយ៉ាងគេលួចទៅបាត់ហើយបាទហើយយើងទៅមើលករណីនៅខេត្តកំពង់ធំនឹងគឺកម្លាំងនគរបាលស្រុកប្រាសាទសម្បូរបាទខាត់បរិសុទ្ធ2នាក់ជាមុខសញ្ញាលួចគោក្របីបាទបរិសុទ្ធវ័យចំណាស់2នាក់ត្រូវបានសមត្ថកិច្ចស្រុកប្រាសាទសម្បូរនឹងខាត់ខ្លួនបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តនៅថ្ងៃទី11ខែមីនាឆ្នាំ2015នេះបន្ទាប់ពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពចូលទៅលួចក្របីអ្នកស្រុកកាលពីយប់ថ្ងៃទី4ខែមីនាឆ្នាំ2015នៅភូមិកូនក្អែកឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំលោកវិរៈសនីត្រីឆេនសាវែនបាទសារ៉េនបាទសារ៉េនបាទអធិការស្រុកប្រាសាទសម្បូរបានមានប្រសាសន៍ថាក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចបានចុះអង្កេតបើកការស្រាវជ្រាវហើយរកឃើញខាត់ខ្លួនជនសង្ស័យបាន2នាក់ថ្ងៃទី9ខែមីនាឆ្នាំ2015នេះព្រមទាំងរកឃើញក្របីចំនួន2ក្បាលដែលលាក់ទុកនៅក្នុងបន្ទប់ក្រោមផ្ទះហើយជនសង្ស័យឈ្មោះថាសឹងសេនភេទប្រុសអាយុ57ឆ្នាំ
រស់នៅភូមិសំរិទ្ធឃុំសម្បូរស្រុកប្រាសាទខេត្តកំពង់ធំហើយម្នាក់ផ្សេងទៀតមានឈ្មោះថាប៉ាតយ៉នភេទប្រុសអាយុ47ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាហើយជនសង្ស័យបានសារភាពថាពួកគេបានលួចសត្វគោក្របីពីក្បាលនេះមែនហើយគឺជាការលួចលើកដំបូងហើយបាទនេះគាត់ឆ្លើយថាលើកដំបូងឯងព្រោះលើកដំបូងជាប់តែម្ដងជាប់តែម្ដងអត់កុំឲ្យមានលើកទី2ចាដំបូងនឹងជាប់តែម្ដងទៅកុំឲ្យប្រមាថចាព្រោះជាបរដ្ឋគាត់ចិញ្ចឹមគោក្របីគាត់សង្ឃឹមហើយព្រោះថាគោក្របីជាអាយុជីវិតរបស់ពួកគាត់អាចលក់ទៅគាត់អាចយកមកទិញម៉ូតូឬក៏បង្កើនមុខរបរអីផ្សេងមកគោមកក្បាលថ្លៃដែរកញ្ញាជាងចិត្ត1000អីដែរណាក្រែដែរបាទនេះសូមឲ្យសមត្ថកិច្ចយើងបង្កើនការបង្ក្រាបទៅលើករណីនឹងព្រោះថាហាក់ដូចជាមានការកើនឡើងហើយចំពោះករណីលួចគោក្របីចាភាគច្រើនម្ចាស់ទៅតាមតាន់ព្រលឹមឡើងគឺឃើញតែក្រងឆ្អឹងនៅកណ្ដាលវាលស្រែនឹងតែម្ដងហើយនេះសូមឲ្យប្រជាប្រដ្ឋមានការប្រុងប្រយ័ត្នខ្លួនឯងផងណាកុំឲ្យទុកចិត្តថាយើងមិនអីចាចងនៅក្រៅមិនអីណាអញ្ចឹងយើងដាក់អីឲ្យបានត្រឹមត្រូវទៅធ្វើលបងធ្វើអីប៉តឲ្យបានត្រឹមត្រូវបាទបញ្ចប់តែប៉ុណ្្នឹងចុះបាទលោកអ្នកឥឡូវនេះយើងខ្ញុំតែពីអ្នកសូមអនុញ្ញាតសម្រាប់មួយផ្លិតសិនវគ្គក្រោយយើងនឹងបន្តព័ត៌មានជាបន្តទៀតលោកអ្នកឥឡូវនេះយើងបន្តព័ត៌មាននៅក្នុងវគ្គទី4ដែលជាវគ្គចុងក្រោយបាទឥឡូវយើងបន្តព័ត៌មានទាក់ទងនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងបានណែនាំមន្ត្រីដែលចិត្តចូលនិវត្តន៍ឲ្យធ្វើការងារដោយស្មោះត្រង់និងគិតប្រយោជន៍រួមផងដែររដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់មន្ត្រីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងអស់ហ្នឹងត្រូវតែខិតខំប្រឹងប្រែងធ្វើការដោយស្មោះត្រង់បាទហើយដើម្បីផលប្រយោជន៍ជាតិមាតុភូមិនិងគ្មានអំពើពុករលួយនៅកន្លែងធ្វើការនោះទេបើទោះបីជាខ្លួនត្រូវចិត្តចូលនិវត្តន៍ហើយក្តីនៅក្នុងពិធីបំពាក់ឯកសណ្ឋាននិងឋានន្តរស័ក្តិមន្ត្រីពន្ធនាគារជាន់ខ្ពស់កាលពីថ្ងៃទី10ខែមីនាឆ្នាំ2015នៃទីស្តីការក្រសួងមហាផ្ទៃអាដាមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាមន្ត្រីមួយចំនួននៅពេលដែលដឹងថាខ្លួននៅខ្វះតែប្រហែលឆ្នាំទៀតដល់ពេលដែលត្រូវចូលនិវត្តន៍ហើយនោះបានប្រើប្រាស់តួនាទីរបស់ខ្លួនដែលមានស្រាប់ទៅធ្វើការងារបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតអំពីការងាររបស់ក្រសួងអាដាមបានបន្តទៅថាមន្ត្រីខ្លះទៀតបានប្រើប្រាស់តួនាទីខ្លួនទៅតែងតាំងមន្ត្រីក្រមអាវ៉ាតតាមទំនឹងចិត្តហើយបើមានតួនាទីធំទៅកាន់កន្លែងណាមួយនោះហើយគឺខិតខំតែប្រឹងប្រែងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះដោយមិនគិតផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋដែលបញ្ហានេះត្រូវបានកំពុងតែមានការកែប្រែជាចាំបាច់ផងដែរអាដាមបានបញ្ជាក់ថាក្រសួងបានខិតខំធ្វើការគិតគូរពីបញ្ហាចូលនិវត្តន៍របស់មន្ត្រីខ្លួនដោយស្វែងរកកន្លែងណាមួយដែលស័ក្តិសមសម្រាប់ឲ្យពួកគាត់បន្តធ្វើការងារឲ្យក្រសួងប៉ុន្តែផ្ទុយទៅវិញពួកគេបានប្រើប្រាស់នៅទូនាទីដែលក្រសួងផ្ដល់ឲ្យនោះទៅប្រព្រឹត្តអំពើពុករលួយទៅវិញគូបញ្ជាក់ថាកាលពីថ្ងៃទី10ខែមីនាឆ្នាំ2015នេះក្រសួងមហាផ្ទៃបានបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធនាគារនឹងចំនួន97នាក់ក្នុងនោះឋានន្តរស័ក្តិឧត្តមអគ្គនុរៈបាទថ្នាក់លេខ1នឹងគឺមានចំនួន14នាក់ឋានន្តរស័ក្តិឧត្តមអគ្គនុរៈថ្នាក់លេខ2នឹងមានចំនួន10នាក់និងឋានន្តរស័ក្តិឧត្តមអគ្គនុរៈលេខ2នឹងនិងលេខ3ជូនអនុប្រធាននាយកដ្ឋាននិងប្រធានមណ្ឌលអប់រំកែប្រែនិងប្រធានពន្ធនាគាររាជធានីខេត្តក្រុងនឹងមានចំនួន36នាក់ផងដែរបាទនេះគឺជាការបំពាក់នៅឋានន្តរស័ក្តិទៅដល់មន្ត្រីពន្ធនាគារដើម្បីឲ្យពួកគាត់នឹងបម្រើការងារជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបាទយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះបាទចាឥឡូវនេះបន្តទៅរឿងនៅខាងខេត្តកំពង់ឆ្នាំងវិញម្ដងគឺអាជ្ញាធរខេត្តកំពង់ឆ្នាំងចាប់បានជំរុញឲ្យមន្ត្រីនៅក្រមអាវ៉ាត់ទាំងអស់ហើយជាពិសេសគឺកម្លាំងប្រដាប់អាវុធទាំង3ប្រភេទគឺយកចិត្តទុកដាក់បន្ថែមទៀតនៅក្នុងការការពារផលប្រយោជន៍សេចក្តីសុខជូនប្រជាពលរដ្ឋនិងសង្គមជាតិឲ្យបានល្អគឺសម្ដៅទៅលុបបំបាត់បទល្មើសនានាឲ្យធ្លាក់ចុះនៅកម្រិតទាបបំផុតនៅក្នុងកិច្ចប្រជុំស្តីពីភូមិឃុំមានសវត្ថិភាពប្រចាំឆ្នាំកាលពីព្រឹកថ្ងៃទី10មីនាឆ្នាំ2015អាយដាមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាការអនុវត្តគោលនយោបាយភូមិឃុំមានសវត្ថិភាពសម្រាប់ឆ្នាំ2014កន្លងមកមានលទ្ធផលគួរកត់សម្គាល់និងពិតជាបានពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចត្រូវអនុវត្តកិច្ចការរដ្ឋបាលឲ្យបានល្អធ្វើជាអ្នកផ្ដល់សេវាពិតប្រាកដជូនប្រជាពលរដ្ឋផ្សព្វផ្សាយពីច្បាប់គោលនយោបាយផ្សេងៗសហការជាមួយប្រជាពលរដ្ឋដើម្បីចូលរួមបង្ក្រាបបទល្មើសនានាឲ្យទាន់ពេលវេលា
អាចដល់បន្តថាទន្ទឹមនឹងនេះថ្នាក់ដឹកនាំមូលដ្ឋាននិងសមត្ថកិច្ចត្រូវចេះប្រមាណប្រមូលធនធានមនុស្សមធ្យោបាយថវិកាសម្ភារៈមកប្រើប្រាស់ទប់ស្កាត់បទល្មើសរក្សាសន្តិសុខឲ្យកាន់តែល្អនៅក្នុងមូលដ្ឋានឈរលើស្មារតីយល់ដឹងនិងភ្ញាក់រលឹកចេះការប្រែភាពអសកម្មភាពរបស់ខ្លួននោះបាទយើងបន្តព័ត៌មានពាក់ព័ន្ធនឹង ADB ដែលជាធនាគារអភិវឌ្ឍអាស៊ីនៅកម្ពុជានឹងបានប្រកាសផ្ដល់ហិរញ្ញប្បទានបាទសរុបនឹងចំនួន$645 លានសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ2015និង2017នោះបាទប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំនៅរាជាណាចក្រកម្ពុជាក៏ដូចជាប្រចាំនៅតំបន់អាស៊ីនឹងបានប្រកាសផ្ដល់ហិរញ្ញប្បទានសរុបចំនួន$645 លានសហរដ្ឋអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ2015និង2017អាយដាមតេគីហ៊ីកូណាកៅប្រធានធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា ADB បានប្រកាសថាចាប់តាំងពីឆ្នាំ2015រហូតដល់ឆ្នាំ2017 ADB នឹងផ្ដល់ហិរញ្ញប្បទាន$645 លានសហរដ្ឋអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាអាយដាមបានបញ្ជាក់ថាហិរញ្ញប្បទានសម្បទានទាំងនេះគឺបានមកពី ADB ចំនួន$535 លានសហរដ្ឋអាមេរិកនិងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍផ្សេងៗទៀតដែលផ្ដល់តាមរយៈ ADB ចំនួន$110 លានសហរដ្ឋអាមេរិកជាមួយគ្នានេះផងដែរ ADB ក៏គ្រោងនឹងផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេសក្នុងទឹកប្រាក់សរុបចំនួន$12.24 លានសហរដ្ឋអាមេរិកការប្រកាសផ្ដល់ហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ីនេះធ្វើឡើងនៅក្នុងកិច្ចជំនួបរវាងឯកឧត្តមអំពមនីរដ្ឋរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងនៅក្នុងជំនួបនោះភាគីទាំងពីរបានផ្លាស់ប្ដូរនយោបាយគ្នាទៅវិញទៅមកអំពីយុទ្ធសាស្ត្រជាដៃគូអភិវឌ្ឍសម្រាប់កម្ពុជានឹងឆ្នាំ2014-2018ដើម្បីគ្រប់គ្រងដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ2014-2018របស់រាជរដ្ឋាភិបាលអាណត្តិថ្មីអាដាមរដ្ឋមន្ត្រីអំពមនីរដ្ឋបានវិតម្លៃខ្ពស់ចំពោះការគ្រប់គ្រងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ ADB ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជាហើយទន្ទឹមនឹងផងដែរយើងឃើញថាភាគី ADB ក៏បានស្វាគមន៍ចំពោះស្ថិរភាពនយោបាយរបស់កម្ពុជាជាពិសេសស្ថានភាពនៃការរីកចម្រើនសេដ្ឋកិច្ចដែលទទួលបានកំណើនក្នុងរង្វង់ 7% នៅឆ្នាំ2015ហើយការព្យាករណ៍កំណើនសេដ្ឋកិច្ចអាចនឹងនៅក្នុងរង្វង់ 7% នៅឆ្នាំ2015បន្តទៀតគួរបញ្ជាក់ថាប្រធានធនាគារអភិវឌ្ឍអាស៊ីនិងគណៈប្រតិភូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍអាស៊ីមកបំពេញការងារនៅកម្ពុជាបំពេញទស្សនកិច្ចនៅកម្ពុជានឹងគឺចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែមីនាឆ្នាំ2015ក្នុងគោលបំណងស្វែងយល់អំពីកំណើនសេដ្ឋកិច្ចនៅកម្ពុជានិងការរំពឹងទុកក្នុងការគ្រប់គ្រងដល់វិសេសវិសាលរបស់ ADB ស្ដីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិកម្ពុជាឆ្នាំ2014ដល់ឆ្នាំ2018បាទនេះគឺជាការសន្យាផ្ដល់នៅហិរញ្ញប្បទានជាច្រើនផ្សេងទៀតដល់កម្ពុជារហូតដល់$645 លានសហរដ្ឋអាមេរិកដើម្បីឲ្យកម្ពុជាអាចបន្តការអភិវឌ្ឍផ្សេងៗនោះបាទឥឡូវយើងបញ្ចប់ព័ត៌មាននឹងទៅប៉ុណ្្នឹងចុះបាទចាស់លោកអ្នកឥឡូវនេះកម្មវិធីផ្សាយរបស់ហងមានព័ត៌មានពេលរសៀលបានមកដល់ទីបញ្ចប់ទៅហើយក៏សូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកខណៈនេះយើងខ្ញុំទាំងពីរអ្នករួមទាំងសហការីសូមគោរពលាលោកអ្នកឥឡូវនេះយើងបន្តព័ត៌មាននៅក្នុងវគ្គទី2ជាបន្តទៀតបាទព័ត៌មានជាបន្តហ្នឹងគឺគណៈបញ្ជាការដ្ឋានឯកភាពខណ្ឌពោធិ៍សែនជ័យហ្នឹងគឺចុះបង្ក្រាបនិងដកហូតទូហ្គេមផ្សេងទៀតដែលនៅជុំវិញសាលានោះបាទយើងគេថាដាក់ចិត្តសាលាទៅសិស្សទៅគាត់អត់ចូលរៀនទេគាត់ឃើញហ្គេមគាត់ចូលចិត្តហ្គេមជាងកាន់សភើជាងអីហើយដូច្នេះហើយសមាជិកត្រូវតែបន្តបង្ក្រាបថែមទៀតហ្គេមទាំងឡាយណាដែលនៅជុំវិញសាលានោះមិនគួរឲ្យមានទេព្រោះពុកម្ដាយផ្សេងតែតែមានការលើកឡើងផងដែរថាកូនគាត់ទៅរៀនហ្នឹងគាត់អត់ចូលសាលានេះដាក់ Master Net ទៀតណា Master Net យើងអ្នកដែលចូលហ្នឹងគឺចប់ Master ហើយបាទគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបការបង្ក្រាបទីតាំងបើកហ្គេមបាទល្បែងហ្គេមហ្នឹងតាមប្រព័ន្ធអ៊ីនធឺណិតនៅជុំវិញវិទ្យាល័យចម្ពោះវ័នហើយធ្វើការអប់រំទៅដល់ម្ចាស់ទីតាំងបើកលក់គ្រឿងភេសជ្ជៈក្បែរសាលារៀនដើម្បីសហការឲ្យមានការចូលរួមទប់ស្កាត់ដើម្បីកុំឲ្យសិស្សសាលាហ្នឹងកិច្ចសាលាហ្នឹងមានន័យថាមិនចូលរៀនបាទនៅក្នុងម៉ោងសិក្សាហ្នឹងប៉ុន្តែថ្ងៃនេះចង់ចប់មាត់ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី10ខែមីនាឆ្នាំ2015នេះនៅខាងក្រោយវិទ្យាល័យចម្ពោះវ័នសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យកម្លាំងចម្រុះដឹកនាំដោយលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យក្រោមបញ្ជារបស់លោកហែមដារិតអភិបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងបើកល្បែងហ្គេមអ៊ីនធឺណិតដែលមាននៅជុំវិញសាលាចម្ពោះវ័ន
ដែលមានពីកន្លែងសុទ្ធសឹងតែគ្មានច្បាប់អនុញ្ញាតត្រូវបានអាជ្ញាធរដឹកនាំកម្លាំងចុះទៅបង្ក្រាបនៅរុស្ស៊ីថ្ងៃទី10ខែមីនាឆ្នាំ2015បើតាមប្រសាសន៍របស់លោកសេងគុណអភិបាលរងខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ថាបន្ទាប់ពីមានអាណាព្យាបាលជាច្រើនបានត្អូញត្អែពីការកិច្ចវេះរបស់កូនរបស់ពួកគាត់មិនចូលរៀនមិនចូលសាលាបែរទៅជាចូលលេងហ្គេមដែលមានទីតាំងជាប់នឹងរបងសាលាទៅវិញហើយមានសិស្សមួយចំនួននឹងបានកិច្ចម៉ោងសិក្សាចេញទៅទទួលទានភេទជ្ជៈពពាក់ពពូនមានទីតាំងជុំវិញសាលារៀនមិនខ្វល់ពីអនាគតរបស់ខ្លួនហើយទង្វើបែបនេះជះឥទ្ធិពលទៅដល់សង្គមសម្ដាប់ធ្នាប់សន្តិសុខនិងបាត់បង់ធនធានមនុស្សផ្នែកចំណេះដឹងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមអត់ច្បាប់ពីកន្លែងទី1គឺខាងក្រោយសាលាចម្ពោះវ័នដែលជាកន្លែងធំមួយអាចផ្ទុកអ្នកលេងហ្គេមនឹងបាន36នាក់អូច្រើនណាស់ណា36នាក់អញ្ចឹង1ម៉ោងទៅគុណទៅវាច្រើនអ្នកដែរបាទចាប់ដកហូតនឹងធុងកុំព្យូទ័រនឹងចំនួន16ធុងនិងទីតាំងមួយកន្លែងផ្សេងទៀតនៅចំហៀងខាងកើតសាលាចម្ពោះវ័នគឺបានដកហូតធុងបានចំនួន6ធុងផងដែរក្រោយពីដកហូតធុងកុំព្យូទ័រចំនួន22ធុងអាជ្ញាធរបានធ្វើការអប់រំដល់ម្ចាស់ទីតាំងលោកភេទជ្ជៈកន្លែងផ្សេងទៀតនៅក្បែរនោះដែលជាជំរកសម្រាប់សិស្សកិច្ចសាលាចំនួន2ទៅសង្ងំលាក់ខ្លួនផឹកស៊ីទាំងប្រុសទាំងស្រីស្នើឲ្យម្ចាស់ទីតាំងចូលរួមសហការល្អដើម្បីជួយអប់រំក្រុមយុវជនសិស្សសាលាបង្កើនការសិក្សារៀនសូត្រជៀសវាងយកពេលទំនេរយកមកផឹកស៊ីគណៈដែលខ្លួនកំពុងស្ថិតនៅក្នុងវ័យសិក្សានៅឡើយបាទនេះគឺមានការអប់រំហើយចំពោះអ្នកដែលផ្ដល់មធ្យោបាយឲ្យសិស្សសាលានឹងកិច្ចម៉ោងសិក្សានោះបាទឥឡូវយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះយប់តព័ត៌មានទាក់ទងនឹងកម្មការនៃរោងចក្រកាត់ដេរឈៀងស៊ីនធ្វើកតកម្មទាមទារលក្ខខណ្ឌការងារឲ្យបានល្អប្រសើរនឹងចំនួន25ចំណុចនេះទេច្រើនមែនទែនរហូតដល់25ណាកម្មការនៃរោងចក្រឈៀងស៊ីនប្រមូលផ្ដុំគ្នាបានជាប្រហែលជា100នាក់ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន25ចំណុចកាលពីវេលាម៉ោង 12:30 នាទីថ្ងៃត្រង់ថ្ងៃទី10ខែមីនាឆ្នាំ2015នៅមុខរោងចក្រឈៀនស៊ីនតាមផ្លូវបេតុងហៅផ្លូវរ៉ាដាក្រុម5ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខបើតាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅក្នុងការប្រមូលផ្ដុំធ្វើកោតកម្មខាងលើនេះមានការចូលរួមពីក្រុមសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជាដឹកនាំដោយលោកហ៊ុយសម្បត្តិនិងសហព័ន្ធសហជីពកម្មករនយោជិកដឹកនាំដោយលោករស់សុវណ្ណចំពោះលក្ខខណ្ឌការងារកម្មការនេះគឺទាមទាររហូតដល់25ចំណុចខាងលើនោះគឺទី1ក្រុមហ៊ុនត្រូវផ្ដល់ប្រាក់ឈ្នួលជូនកម្មករតាមការប្រកាសរបស់ក្រសួងការងារសាកល្បងគឺ$120ហើយកម្មករពេញសិទ្ធិនឹងគឺ$128បាទនេះគឺជាប្រាក់គោលកម្មករទាំងអស់នៅក្នុងប្រជាជាតិកម្ពុជាអាចទទួលបាន$128នៅពេលដែលពួកគាត់នឹងធ្វើការពេញសិទ្ធិនោះហើយទី2គឺទាមទារឲ្យក្រុមហ៊ុននឹងសងរំលឹកបាទចំពោះដែលពួកគាត់ได้ធ្លាប់ធ្វើការនឹងហើយត្រូវតែផ្ដល់ឲ្យកម្មកររាល់ប្រាក់ឈ្នួលដែលក្រុមហ៊ុនមិនបានឲ្យទី3គឺក្រសួងត្រូវបញ្ឈប់ការបង្ខិតបង្ខំកម្មករឲ្យធ្វើការថែមម៉ោងខាងក្រុមហ៊ុននឹងមិនត្រូវបង្ខិតបង្ខំទេហើយត្រូវតែឲ្យកម្មករធ្វើការដោយស្ម័គ្រចិត្តផងដែរទី4អនុញ្ញាតឲ្យស្ត្រីដែលមានផ្ទៃពោះបានទៅពិនិត្យសុខភាពមួយខែបានមួយថ្ងៃដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗឲ្យនៅដដែលទី5ហ្នឹងគឺទាមទារបាយលុយបាយហ្នឹង2000រៀលក្នុងពេលថ្ងៃអាទិត្យផងដែរហើយក្រុមហ៊ុនត្រូវតែផ្ដល់ប្រាក់ឈ្នួល 50% 3ខែមុនជូនស្ត្រីដែលមានផ្ទៃពោះទៅសម្រាលមាតុភាពផងដែរទី7ពេលដែលកម្មករគ្រោះថ្នាក់ការងារក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងស្រុងទី8គឺកម្មករចេញនឹងត្រូវតែមានការអនុញ្ញាតឲ្យបានត្រឹមត្រូវក្នុងការផ្ដល់នៅការសម្រាកឲ្យស្រួលបួលនឹងបាទនេះគឺជាការចំណុចជាច្រើនដែលពាក់ព័ន្ធនឹងបញ្ហាកម្មកររហូតដល់25ចំណុចឯណោះហើយសង្ឃឹមថាក្រុមហ៊ុនខាងរោងចក្រក៏ដូចជាក្រសួងការងារក៏ដូចជានយោជិកនឹងត្រូវតែមានការគិតគូរឲ្យបានល្អប្រសើរកុំឲ្យមានការឈានទៅដល់ការប្រើអំពើហិង្សាអ្វីនោះបាទឥឡូវយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះហើយយើងបន្តព័ត៌មានពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍វិញម្ដងគឺក្រុមហ៊ុនHonda Trim អីមិនមែនក្រុមហ៊ុនទេ Honda Trim បាទបោះពួយបាទខាងម៉ូតូទេច្រឡំតែក្រុមហ៊ុនបាទទៅបុកនឹងរថយន្ត Hyundai នឹងបាក់ជើងខាងឆ្វេងបាទបរិសម្នាក់រងរបួសបាក់ជើងខាងឆ្វេងបន្ទាប់ពីបើកម៉ូតូបោះពួយយ៉ាងលឿនជែងគេជែងឯងទៅបុករថយន្តបាទទៅតឹងម៉ូតូរលចូលទៅក្រោមរថយន្តកាលពីវេលាម៉ោង 4:30 នាទីរសៀលថ្ងៃទី10ខែមីនាឆ្នាំ2015នៅស្ថិតនៅលើផ្លូវទំនប់កប់ស្រូវកែងនឹងផ្លូវជាតិលេខ4ស្ថិតនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈតេឡាភូមិចម្ពោះវ័នសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យ
ម៉ូតូនៅក្រោម បាទនៅក្រោមបាត់ហើយមនុស្សខ្ទាតបាត់ហើយបាទសំណាងហើយមនុស្សដែលខ្ទាតបើថាខ្ទាតទេគឺនៅក្រោមកងនឹងដែរហើយបាទតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញរថយន្តហ៊ីយន្តដាយពណ៌សជារថយន្តដឹកឥដ្ឋសិប្បកម្មនៅឃុំព្រៃអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលគឺជិះលើរថយន្តមានគ្នា5នាក់ទាំងកម្មករបានបើកបរនៅលើផ្លូវជាតិលេខ4ក្នុងទិសដៅពីលេខតកែមកដល់ចំណុចខាងលើក៏បត់ចូលទៅតាមផ្លូវបេតុងទំនប់កប់ស្រូវហើយគណៈពេលនោះដែលរថយន្តបត់ចូលក៏មានម៉ូតូចេញមកភ្លាមក៏បានបោះពួរយ៉ាងលឿនហើយចេញគេចេញឯងគណៈដែលផ្លូវកកស្ទះចរាចរណ៍ហ្នឹងហើយក៏លឿនពេកក៏ទៅបុករថយន្តទៅតឹងផ្លូវតែម្ដងបាទហើយអ្នកបើកបរលោតផុតគ្រាន់តែបាក់ជើងខាងឆ្វេងទេហើយម៉ូតូរុលចូលក្រោមរថយន្តទៅហើយបាទនេះគឺតកតងនឹងអ្នកបើកបរគាត់បើកលឿនណាហើយខ្វះការប្រុងប្រយ័ត្នបាទយើងបញ្ចប់តែប៉ុណ្្នឹងចុះបាទចាលោកអ្នកឥឡូវចូលទៅករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតគឺរថយន្តកុងតឺន័រចាប់បើកបុកម៉ូតូដែលបើកច្រាស់ទៅគ្នាហើយធ្លាក់ចូលបលាយនឹងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាល2នាក់គឺមនុស្ស2នាក់ចារងរបួសធ្ងន់ស្រាលហើយនៅក្នុងហេតុការណ៍ហ្នឹងគឺកាត់ឡើងនៅវេលាម៉ោង 12:05 នាទីថ្ងៃត្រង់ថ្ងៃ 11 មីនាស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ 3 ភូមិស្រែជំរូវសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យហើយជនរងគ្រោះគឺមានចំនួន2នាក់ទី1ឈ្មោះបុត្រតិតភេទប្រុសអាយុ26ឆ្នាំមុខរបរគឺជាកម្មកររោងចក្ររងរបួសស្រាលជាអ្នកបើកម៉ូតូម៉ាកសេ125ស៊េរី2011ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1D2825 ហើយទី2ជាអ្នករួមដំណើរជាមួយគឺឈ្មោះលនឡាភេទប្រុសអាយុ24ឆ្នាំមុខរបរគឺកម្មកររោងចក្ររងរបួសផ្លូវធ្ងន់ធ្ងរតែម្ដងហើយជនរងគ្រោះទាំងពីរនាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នាស្នាក់នៅផ្ទះជួលនៅក្នុងបរិយាសន្តិភាព2ភូមិដំណាក់ត្រយឹងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យហើយមានស្រុកកំណើតនៅភូមិស្រមោចហែឃុំចំបក់ស្រុកបាទីខេត្តតាកែវហើយទាំងពីរនាក់បងប្អូនធ្វើការជាកម្មកររោងចក្រនៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ចំចៅចំណែករថយន្តបង្កម៉ាហេណូក្បាលពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ 3C5244 ពុំមានដឹកទូកុងតឺន័រទេចាហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណគឺក្រោយកាត់ហេតុបានផ្លោះរបងរត់គេចខ្លួនហើយតាមប្រភពនៅកន្លែងការហេតុបានឲ្យដឹងថាមុនការហេតុគេឃើញរថយន្តកុងតឺន័របើកពីជើងទៅត្បូងលោកដល់ចំណុចការហេតុគឺបានជែងរថយន្តមួយគ្រឿងទៀតបើកទៅពីមុខហើយក៏ជ្រុលទៅបុកនឹងម៉ូតូរបស់ជនរងគ្រោះដែលជិះឌុបគ្នាពីអ្នកបងប្អូនចាប់ពីត្បូងទៅជើងច្រាស់ទិសគ្នាបណ្ដាលឲ្យប៉ាងម៉ូតូធ្លាក់ចូលប្រឡាយទាំងអ្នកជិះហើយចំណែករថយន្តបង្កវិញគឺជ្រុលចង្កូតទៅធ្លាក់ប្រឡាយទឹកនៅសល់តែកន្ទុយគឺបាសលើចិញ្ចើមផ្លូវហើយអ្នកបើករថយន្តនឹងគេចខ្លួនបាត់សមោតែម្ដងហើយករណីគ្រោះថ្នាក់ខាងលើបណ្ដាលឲ្យមនុស្ស2នាក់រងរបួសធ្ងន់ស្រាលម៉ូតូគឺខូចមួយកំណាត់ផ្នែកខាងមុខហើយតាមសម្ដីជនរងគ្រោះបានឲ្យដឹងថាមុនការហេតុគឺគាត់2នាក់បងប្អូនថ្លៃក្រោយពីហូបបាយរួចវិលត្រឡប់ទៅធ្វើការរោងចក្រវិញនៅភូមិព្រៃព្រីងខាងត្បូងហើយជិះឌុបគ្នាមកដល់ចំណុចខាងលើស្រាប់តែរថយន្តបង្កនឹងបើកចែងគាត់តែម្ដងហើយឥឡូវនេះគឺជនរងគ្រោះគឺទៅសំណាក់ព្យាបាលនៅមន្ទីរពេទ្យហើយចំណែករថយន្តបង្កនឹងម៉ូតូគឺត្រូវការិយាល័យនគរបាលចរាចរណ៍ជើងគោកចាគឺយកទៅទុកនៅទីនោះហើយបាទនេះគឺរថយន្តធំណាហើយបើកខាងម៉ូតូក៏បើកបច្រាស់ណាបើកបច្រាស់ទឹកបាទទិសដៅគឺច្រាស់ទៅគ្នាមិនមែនម៉ូតូហ្នឹងក៏បើកបច្រាស់ទៅទេគាត់ថាមួយទៅមួយមកវាច្រាស់ទៅគ្នាអញ្ចឹងហើយប៉ុន្តែហើយខាងរថយន្តកុងសណ្ដាងកុងតឺន័រនេះគឺគាត់បើកចែងឡើងទៅលឿនចាលឿនដល់ហើយទៅម៉ូតូខាងនោះក៏មកលឿនដែរប៉ះគ្នាទៅតែម្ដងហ្នឹងក៏ជារឿងមួយប្រុងប្រយ័ត្ននៅក្នុងការបើកបរទៅលើការគ្រប់គ្រងល្បឿនហើយនិងស្ថានភាពផ្លូវនៅចំណុចហ្នឹងតែម្ដងចាលោកអ្នកឥឡូវយើងខ្ញុំទាំងពីរអ្នកគឺសូមអនុញ្ញាតសម្រាប់មួយផ្លែតសិនវគ្គក្រោយយើងនឹងបន្តព័ត៌មានជាបន្តទៀត